កំឡោះតូចថ្ងៃនេះអាយុ6 ខែ 3 ថ្ងៃហើយជាខែដែលអូនត្រូវទទួលវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលស្អូចម៉ាក់អូនកំពុងតែធ្វើការទេប៉ុន្តែឆ្លៀតមកយកអូនដើម្បីទៅចាក់វ៉ាក់សាំងនៅផ្ទះហើយនឹងកន្លែងការងារមិនឆ្ងាយប៉ុន្មានទេដើរ10ជំហានគឺដល់ហើយអញ្ចឹងក៏ម៉ាក់អូនឆ្លៀតไปឯកសណ្ឋានធ្វើការដើរមកយកអូននៅផ្ទះដើម្បីទៅចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលនិងស្អូចតាក់ទងជាមួយវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលស្អូចអាយុ6 ខែនេះផងដែរនៅមានម៉ាក់មួយចំនួនគាត់ថាយកទៅចាក់នៅមណ្ឌលសុខភាពពេទ្យអត់ចាក់ឲ្យគាត់ថាអាយុ9 ខែបានត្រូវចាក់ដែលជាក់ស្ដែងខ្ញុំទទួលបានព័ត៌មានតាំងពីពាក់កណ្ដាលខែ4ខាងថ្នាក់លើគាត់បានណែនាំឲ្យគ្រប់មណ្ឌលសុខភាពត្រូវផ្ដល់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលស្អូចចំពោះក្មេងអាយុ6 ខែដោយសារតែមួយរយៈចុងក្រោយនេះគឺមានការផ្ទុះកើតជំងឺកញ្ជ្រឹលស្អូចទៅលើក្មេងអាយុ6 ខែទើបបានថ្នាក់លើគាត់ណែនាំនិងបញ្ជាក់ឲ្យមានការផ្ដល់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលស្អូចនេះសារជាថ្មីម្ដងទៀតដូចនេះបងប្អូនឬក៏ម៉ាក់ដែលចង់យកកូនអាយុ6 ខែទៅចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹលស្អូចអាចព្យាយាមទៅម្ដងទៀតហើយប្រាប់គាត់តាមការណែនាំក៏ដូចជានៅមណ្ឌលសុខភាពផ្សេងគឺគេមានការចាក់វ៉ាក់សាំងអាយុ6 ខែមែនតែនទៅតាំងពីដើមមកអាយុ9 ខែបានចាក់ប៉ុន្តែនៅពេលដែលមានការកើតជំងឺកញ្ជ្រឹលស្អូចនៅលើក្មេងអាយុ6 ខែក៏មានការណែនាំឲ្យផ្ដល់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលស្អូចនេះទៅកាន់ក្មេងអាយុ6 ខែសួរថាអាយុ6 ខែអត់បានចាក់តើមានបញ្ហាអីអត់ក្នុងករណីនៅតំបន់បងប្អូនទាំងអស់គ្នាមានការផ្ទុះនៅជំងឺកញ្ជ្រឹលស្អូចកូនបងប្អូនទាំងអស់គ្នានឹងអាចឆ្លងជំងឺទាំងអស់នេះបានដោយសារតែយើងអត់បានចាក់នៅវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលស្អូចហ្នឹងទើបធ្វើឲ្យយើងអាចងាយនឹងឆ្លងតែបើសិនជាយើងបានចាក់ហើយគឺយើងអត់ងាយឆ្លងទេទោះបីជាឆ្លងក៏វាកម្រិតមួយធូរស្រាលដែរត្រឡប់មកមើលកំឡោះតូចនេះវិញនិយាយដូចរឿងច្រើនដែរហើយអូនថ្ងៃហ្នឹងគឺគាត់ត្រូវចាក់វ៉ាក់សាំងការពារកញ្ជ្រឹលស្អូចហ្នឹងហើយចាក់នៅស្មាខាងឆ្វេងមើលទឹកមុខគេណោះគេនៅសប្បាយអូននៅឡើយទេពីព្រោះគេដឹងខ្លួនទេថាគេនឹងត្រូវចាក់មួយមជ្ឈលនៅស្មាខាងឆ្វេងអញ្ចឹងសូមបញ្ជាក់បងប្អូនម្ដងទៀតសម្រាប់បងប្អូនដែលគាត់មានកូនអាយុ6 ខែគឺត្រូវយកទៅចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលស្អូចនៅតាមមណ្ឌលសុខភាពគ្រប់មណ្ឌលសុខភាពទាំងអស់នៅក្នុងប្រជាជាតិកម្ពុជាយើងមើលទឹកមុខគេកំពុងតែត្រៀមចាក់ក្រោយពេលចាក់ហើយគឺថាយំខ្លាំងមែនតែនប៉ុន្តែដោយសារតែបច្ចេកទេសសំឡេងគឺបានបិទសំឡេងកំឡោះតូចមិនឲ្យឮសំបីតែបន្តិចចំពោះវ៉ាក់សាំងជំងឺកញ្ជ្រឹលស្អូចនេះគឺអត់ធ្វើឲ្យកូនក្តៅខ្លួនទេបើក្តៅក៏ក្តៅតិចតួចដែរអត់ដូចវ៉ាក់សាំង1 ខែកន្លះ2 ខែកន្លះ3 ខែកន្លះទេអញ្ចឹងម៉ាក់មិនចាំបាច់ក្នុងការផ្ដល់ថ្នាំប៉ារ៉ាសេតាមុលទេចាំពេលគាត់ក្តៅខ្លួនឬក៏គាត់កម្ដៅលើសពី37 កន្លះចាំយើងផ្ដល់ជូនគាត់ចាក់6 ខែរួចរងចាំអាយុ9 ខែគឺចាក់ម្ដងទៀតគឺការពារជំងឺកញ្ជ្រឹលស្អូចបូកជាមួយនឹងជំងឺរលាកខួរក្បាលវ៉ាក់សាំង JE ក្នុងករណីបងប្អូនទាំងអស់គ្នាអត់បានចាក់9 ខែទៅលើវ៉ាក់សាំង JE ឬក៏រលាកខួរក្បាលបងប្អូនទាំងអស់គ្នាអាចរងចាំរហូតដល់អាយុ18 ខែនេះសំឡេងក្រោយពេលចាក់វ៉ាក់សាំងរួចគឺថាយំបែកផ្សែងទាំងអស់ចាក់វ៉ាក់សាំងហើយបងបើណាទេហាអូណូអូអាដេកដាក់ដេកឲ្យអាំងឲ្យបើយំនោះយំគ្រាន់តែដាក់ក្បាលដោះចូលមាត់ផ្លុកស្ងាត់មាត់ឲ្យជ្រាបកំឡោះអើយកំឡោះខ្ញុំនៅតែជឿជាក់ថានៅពេលដែលយើងមានផ្ទៃពោះយើងមើលរូបភាពកូនស្អាតគឺនឹងជំរុញឲ្យកូនរបស់យើងកើតមកស្រស់ស្អាតដោយរូបភាពទោះបីមិនដូច 100% ក៏វាស្តៀងដែរបងប្អូនមានចាប់អារម្មណ៍ទេប្តីប្រពន្ធខ្លះនៅជាមួយគ្នាយូរគឺមុខដូចគ្នាអញ្ចឹងហ្នឹងគេហៅថាកម្លាំងស្រូបទាញនៅជាមួយអ្នកណាមុខដូចអ្នកនោះម្ចាស់ឧបត្ថម្ភនៅក្នុងវីដេអូមួយនេះគឺกระดาษសើមกระดาษស្ងួតกระดาษបន្ទប់ទឹកនិងខោទឹកនោមម៉ាក់ណូមីអូចង់បានផលិតផលដែលមានគុណភាពល្អសូមកុំភ្លេចម៉ាក់ណូមីអូ